Chi chấm nè ban tôi lơ cái là co bong cô khiêu mù Abdul Rahman ong lê chứ nè cái là co bong cô បាទជំរាបសួរពុកម៉ែបងប្អូនដែលស្នេហាវិស័យបណ្ដាលគុណខ្មែរបាទនៅតែមិនតន់អស់ចិត្តដដែលបងប្អូនសម្រាប់គូអេអាមរិនភូថងដល់ទឹកទី3ភ្លាមគាត់អស់ស៊ូបលីសបងប្អូនបាទការប្រកួតនៅទឹកទី1ទឹកទី2ដោយធម្មពលនៅដដែលទេបងប្អូនបាទដល់ពេលចូលទី3ចូលទឹកទី3ក្រោយសម្រាប់ឲ្យទឹកទី2ជាប់ចូលដល់ទឹកទី3អេអាមរិនភូថងអស់លីងតែម្ដងបងប្អូនបាទបានដៃទៅលើដៃគូរបស់គាត់ដែលជាកីឡាករមកពីអង់គ្លេសតែម្ដងបងប្អូនធ្វើព្យុះធ្វើភ្លៀងនៅទឹកទី3នេះតែម្ដងបាទហើយបើមើលការប្រកួតនៅទឹកទី1ទឹកទី2អេអាមរិនភូថងគាត់ល្អបងប្អូនគាត់ធ្វើបានល្អតាំងពីការធាក់ចេញតាំងពីការចម្កោងខ្លួនវាយកែងបាទរហូតដល់ធ្វើឲ្យដៃគូរបស់គាត់មានរបួសបាទខ្ញុំគិតថាស្ទើរតែមិនអាចតស៊ូដល់ទឹកទី3ហើយសម្រាប់កីឡាករអង់គ្លេសដៃគូអេអាមរិនភូថងនោះបាទពីព្រោះគាត់ហូរឈាមឡើងពេញមុខអស់ហើយបងប្អូនឡើងពេញមាត់ពេញច្រមុះអស់ហើយតែគាត់នៅតែស៊ូបងប្អូនបាទនៅតែស៊ូហើយចំណែកឯធម្មពលស៊ូរបស់គាត់បងប្អូនវាយ3ទឹកគ្មានអង្គើអីតិចទេបងប្អូនអើយគ្មានអាលុះអីតិចទេបាទសម្រាប់ស៊ូរបស់គាត់បាទទោះបីជាវាយ5ទឹកក៏នៅតែពេញដដែលដែរក៏នៅតែប៉ុណ្្នឹងដដែលដែរបាទកីឡាករអង់គ្លេសម្នាក់នេះបាទហើយពេលដែលមើលការប្រកួតរបស់គាត់ហើយខ្ញុំនឹកឃើញដៃគូបាទដៃគូបឺតសង្ឃឹមកាលពីថ្ងៃប្រហោះបងប្អូនណាកម្មវិធីរាជសីគុណខ្មែរបងប្អូនណា Gensburg រាជសីគុណខ្មែរដែលជាកីឡាករអូស្ត្រាលីបងប្អូនបាទវាយអត់ចូលបឺតសង្ឃឹមមែនប៉ុន្តែស៊ូនឹងគេថាការតស៊ូរបស់គាត់នៅតែពេញដដែល3ទឹកបងប្អូនអត់មានថយអីមិនតិចទេបងប្អូនបាទអញ្ចឹងកីឡាករបរទេសបងប្អូនកីឡាករណាដែលគេល្អមែនបងប្អូនបាទដូចជាម្ចាស់ខ្សែក្រវ៉ាត់ WBC ដៃគូបឺតសង្ឃឹមកន្លងទៅបាទដែលប្រកួតនៅក្នុងកម្មវិធី Gensburg រាជសីគុណខ្មែរបាទដៃគូរបស់អេអាមរិនភូថងដែលជាកីឡាករអង់គ្លេសនេះបងប្អូនដូចគ្នាអញ្ចឹងបាទតាក់ទិកនៃការវាយដូចគ្នាហើយធម្មពលស៊ុបក៏ដូចគ្នាដែរបងប្អូនវាយ3ទឹកគឺអត់អង្គើស៊ុបរបស់គាត់តិចទេបាទហើយសង្ឃឹមថាគុណខ្មែរយើងនឹងពង្រឹងបាទទៅលើស៊ុបទៀតពីព្រោះថាខ្ញុំមើលឃើញថាក្បាច់បាទក្បាច់នៃការប្រកួតមិនចាញ់ដៃគូទេបាទចាញ់តែថងស៊ុបឯងបងប្អូនបាទដោយសារតែគាត់មុខខ្លាំងចង់ឈ្នះផ្ដាច់នៅទឹកទី1ទឹកទី2អញ្ចឹងទឹកទី3ធ្វើឲ្យគាត់ដាច់ស៊ុបបាទអញ្ចឹងសង្ឃឹមថាគាត់ពង្រឹងស៊ុបទៀតបងប្អូនដោយសារតែការប្រកួតមួយនេះជាគំរូឯងបងប្អូនណាគេប្រកួត5ទឹក3ទឹកគឺអត់មានអស់ធម្មពលទេតែយើងឯងជាអ្នកអស់វិញបាទអញ្ចឹងយើងមានតែពង្រឹងធម្មពលថែមទៀតបាទពង្រឹងស៊ុបបាទ